ការងារនៅក្នុងថ្ងៃឈប់សម្រាករបស់កូនប្រុសច្បងហើយនៅក្នុងសប្តាហ៍នេះបន្ទាប់ពីគាត់ប្រឡងឆមាសលើកទី2រួចរាល់គឺសាលាគាត់ឈប់ចឹងទៅគាត់បាននៅផ្ទះជួយធ្វើការងារហើយក៏ប្រើគាត់ឲ្យជួយច្រូតស្មៅនៅជុំវិញផ្ទះដើម្បីយកទៅឲ្យកូននៅចំការនិយាយពីរឿងស្មៅវិញគ្រាន់តែធ្លាក់ភ្លៀងមកប្រហែលមេនិយាយពីដុះឡើងល្អឡើងទ្រុបទ្រេលហ្មងហើយបើដំណាំវិញដាំបើសិនជាមិនស្រោចទឹកមិនថែមិនដាក់ជីទេមិនលូតលាស់ល្អដូចស្មៅទេហើយស្មៅដែលកូនប្រុសច្បងខ្ញុំកំពុងច្រូតហ្នឹងច្រូតច្រើនដងមកហើយមិនទៅច្រូតលើកទី1ច្រូតឲ្យបានប្រហែលជាមួយអាទិត្យអីដុះវែងមកវិញច្រូតស្មៅបានបន្តិចហ្នឹងចាប់ផ្ដើមគាត់រៀងខ្ជិលគាត់ក៏លេចមើលសួរម៉ាក់បាននៅហើយម៉ាក់បាននៅអីបើស្មៅនៅពេញតែដីហ្នឹងហ៎ហើយយ៉ាងទៅគឺអត់ទាន់បានទេឲ្យនៅច្រូតបន្តឲ្យបានច្រើនសិនច្រូតជុំវិញតាមគោលដំណាំឲ្យវាឃើញដំណាំសិនស្មៅហ្នឹងលុបដើមត្រប់អស់ហើយដើមត្រប់ដាំតាំងពីយូរហ្នឹងមានណាត្រប់ដាំឡើងចង់2ខែស្មៅដុះតែប្រហែលថ្ងៃលើត្រប់ទៀតអាបងរវល់ធ្វើការហើយអញ្ចឹងប៉ាប៉ាគឺជាអ្នកមើលអូនហើយអូននេះទៀតសោតនិយាយពីលពើប៉ាដេញតាមចាប់រហូតដើរពីនេះទៅនោះពីនោះទៅនេះហើយអ្នកច្រូតស្មៅរបស់យើងគឺនៅតែបន្តច្រូតដដែលច្រូតកលឹងជុំវិញគោលដំណាំនឹងឲ្យអស់បងធំគេច្រូតស្មៅចំណែកអាបងរាមវិញគឺជួយមើលអូនជាមួយប៉ាហើយមើលប្អូនបានមកផ្លែខ្លួននឹងទាញកង់ចង់យកទៅជិះដើរលេងប៉ុន្តែមានបានជិះណាអាប្អូនវាតាមហ្មងអញ្ចឹងទៅមានអីទៀតតោងកង់ជាប់បាត់ចឹងអត់មានទៅណារួចទេគឺមានតែប្អូនដើរលេងនៅក្នុងផ្ទះសរុបមកធ្វើការម្នាក់ចំណែកអ្នកមើលប្អូនទូចមួយហ្នឹងគឺ2នាក់ប៉ានិងអាបងចូលមកដល់ពេលល្ងាចគឺអាបងរៀនឈប់ច្រូតស្មៅហើយគឺត្រូវអូសប្អូនដើរលេងម្ដងហើយកញ្ញានេះវិញបានបងអូសដើរលេងនិយាយពីសប្បាយរីករាយសរុបមកផ្ទះតនេជាងគេគឺកពៅនឹងឯងហើយកពៅនឹងតនេឲ្យគេរវល់អស់ពី3នាក់មើលឯងតែម្នាក់ឯងនឹងទៀតហើយវីដេអូម៉ាក់អូនក៏មានតែប៉ុណ្្នឹងទេអ៊ំពូមីងជូនពរអ៊ំពូមីងមានសុខភាពល្អហើយក៏អរគុណដែរសម្រាប់ការមើលវីដេអូម៉ាក់អូនតាំងពីដើមរហូតដល់ចប់អរគុណធំបាយបាយជម្រាបលា